កុំដាក់ក្តីសង្ឃឹមឬក៏ការរំពឹងទុកទៅលើអ្នកដទៃខ្លាំងពេកបើយើងធ្វើបែបនេះយើងនឹងហើយគឺជាអ្នករងគ្រោះត្រូវចាំថាអ្វីក៏ដោយឲ្យតែពេកលើសពេកវាអាចបានដូចអ្វីដែលយើងចង់បានទេអញ្ចឹងយើងនេះហើយគឺជាអ្នករងគ្រោះត្រូវចាំរឿងទាំងអស់ហ្នឹងមនុស្សជាទូទៅតែងតែធ្វើអ្វីក៏ដោយរំពឹងថាគេនេះនឹងលះបង់អ្វីមួយដូចជាយើងលះបង់ឲ្យគេរំពឹងថាគេនេះនឹងឲ្យក្តីស្រឡាញ់របស់គេមកឲ្យយើងដូចតែយើងឲ្យទៅគេតែងតែរំពឹងតែងតែសង្ឃឹមបែបហ្នឹងដល់ពេលអត់បានយើងនេះហើយគឺជាអ្នកខកចិត្តយើងនេះហើយគឺជាអ្នកខូចចិត្តហេតុអីបានខ្ញុំតែងតែនិយាយថាឲ្យស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងអត់សូវខ្វល់មួយអ្នកដទៃមិនមែនខ្ញុំនិយាយបែបហ្នឹងទៅយើងគឺជាមនុស្សដែលអាក្រក់យើងគឺជាមនុស្សដែលអត់ញាតយើងគឺជាមនុស្សដែលអាត្មានិយមមិនមែនទេគ្រាន់តែយើងនេះយកខ្លួនឯងសំខាន់ជាងអ្នកដទៃគ្រាន់តែយើងនេះស្រឡាញ់ខ្លួនឯងឲ្យច្រើនជាងអ្នកដទៃដោយសារតែក្តីស្រឡាញ់ដែលបរិសុទ្ធមិនក្បត់យើងមានតែក្តីស្រឡាញ់របស់ខ្លួនឯងទេខ្ញុំនៅតែនិយាយពាក្យហ្នឹងហើយហេតុអីបានយើងត្រូវតែស្រឡាញ់ខ្លួនឯងឲ្យខ្លាំងជាងអ្នកដទៃដោយសារតែការដែលយើងស្រឡាញ់ខ្លួនឯងនេះមួយគឺជារឿងដែលយើងមិនទៅទៀមទាពីនរណាទេពេលណាដែលយើងផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងគ្រប់គ្រាន់យើងមិនត្រូវការក្តីស្រឡាញ់ពីអ្នកដទៃទេគេស្រឡាញ់យើងប៉ុណ្ណាប៉ុណ្ណឹងទៅមានរឿងអីកាត់ឡើងក៏យើងមិនងាយជឿចាប់មានរឿងអីកាត់ឡើងក៏យើងមិនមែនជាជនរងគ្រោះដែរត្រូវធ្វើជាមនុស្សបែបហ្នឹងហើយសួរថាខ្ញុំពីមុនជាមនុស្សដែលត្រូវមានផ្លូវចិត្តរឹងមាំឬក៏ស្រឡាញ់ខ្លួនឯងបែបហ្នឹងអត់ខ្ញុំអត់ទេខ្ញុំប្រាប់ខ្ញុំធ្វើអ្វីក៏ដោយខ្ញុំយកអ្នកដទៃសំខាន់ជាងខ្លួនឯងមិនថាមិត្តភ័ក្តិមិនថាបងប្អូនមិនថាជាប្តីខ្ញុំយកមនុស្សដែលខ្ញុំស្រឡាញ់ទាំងអស់សំខាន់ជាងខ្ញុំតែដឹងចុងក្រោយណាអ្នកឈឺចាប់បំផុតគឺខ្ញុំនេះហើយដោយសារខ្ញុំយកគេសំខាន់ពេលដែលខ្ញុំយកមិត្តភ័ក្តិសំខាន់ខ្វាយខ្វល់ពីអារម្មណ៍មិត្តភ័ក្តិពេលខ្លះមិត្តភ័ក្តិបបួរទៅកន្លែងមួយដែលខ្ញុំមិនចង់ទៅក៏ខ្ញុំត្រូវតែទៅដែរខ្ញុំអត់ហ៊ានប្រកែកទេខ្លាចគេអន់ចិត្តខ្ញុំបង្ខំខ្លួនឯងខ្ញុំមិនយល់ពីខ្លួនឯងខ្ញុំខ្លាចគេអន់ចិត្តតែមិនខ្លាចចិត្តខ្លួនឯងអន់សួរថាពេលធ្វើបែបហ្នឹងទៅអ្នកដែលខ្ញុំលះបង់ឲ្យនឹងគេផ្ដល់មកវិញឲ្យខ្ញុំបែបណាគេផ្ដល់ឲ្យត្រឹមតែគេចង់ផ្ដល់ឲ្យគេអត់បានលះបង់ដូចខ្ញុំណាគេផ្ដល់ឲ្យត្រឹមតែអ្វីគេអាចផ្ដល់ឲ្យបានតែខ្ញុំនេះគឺផ្ដល់ឲ្យដោយការលះបង់សួរថាឈឺចាប់អត់បែបហ្នឹងឈឺហ្នឹងឯងដោយសារតែយើងគិតថាគេប្រហែលជាលះបង់ដូចយើងដែរតាមពិតមិនមែនណាហើយសួរថាគេមនុស្សអាក្រក់អត់គេអត់អាក្រក់ទេគ្រាន់តែគេចេះស្រឡាញ់ខ្លួនឯងគេចេះខ្វល់ពីអារម្មណ៍ខ្លួនឯងជាងអ្នកដទៃតែប៉ុណ្្នឹងតាមិនមែនជាមនុស្សអាក្រក់ទេនេះជាមូលហេតុដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាខ្វល់ពីខ្លួនឯងដោយសារតែពេលណាដែលពេកយើងងាយបាត់បង់មិត្តភ័ក្តិបើសិនជាយើងកុំលះបង់ពេកយើងកុំស្រឡាញ់ពេកទោះមានរឿងអីកាត់ឡើងយើងមិនសូវបាត់បង់គ្នាទេយ៉ាងច្រើនអន់ចិត្តគ្នាតិចតួចហើយត្រឡប់មករកគ្នាវិញតែពេលណាដែលយើងលះបង់ពេកហើយក៏ការដែលគេឲ្យត្រឡប់មកវិញវាមិនដូចការរំពឹងទុករបស់យើងអន់ចិត្តយូរទៅក៏បាត់បង់មិត្តភ័ក្តិហើយយើងលេងចង់រាប់អាននរណាគេម្នាក់យើងខ្លាចរអាហើយប្តីក៏ដោយកូនក៏ដោយយើងស្រឡាញ់ពេកយើងលះបង់ពេកពេលមានរឿងអីកាត់ឡើងយើងឃើញថាគេមិនមានអ្វីគេមិនបានធ្វើអ្វីដូចក្តីរំពឹងទុករបស់យើងក៏ជាអ្នកឈឺចាប់ដែរអញ្ចឹងធ្វើអ្វីក៏ដោយកុំឲ្យពេកកុំរំពឹងពេកបានប៉ុណ្ណាទទួលយកប៉ុណ្ណឹងទៅកុំគិតទៅចង់ពុតណាផ្លាប់ដូរណាកូនយើងត្រូវតែស្ដីបដៅហ្នឹងឯងដើម្បីឲ្យកូនដើរផ្លូវល្អតែការបដៅរបស់យើងត្រូវមានដែនកំណត់ដែរកុំបដៅគេឲ្យរំពឹងថាគេនឹងធ្វើតាមការគិតរបស់យើងរំពឹងថាគេធ្វើតាមអ្វីដែលយើងចង់បានវាអាចទេអញ្ចឹងហើយប្តីក៏ដោយបើសិនជាយើងស្រឡាញ់គេប៉ុណ្ណាខ្វាយខ្វល់ពីណាគេប៉ុណ្ណាហើយធ្វើតាមអ្វីដែលយើងអាចធ្វើបានកុំបង្ខំខ្លួនឯងកុំឲ្យពេកដូចខ្ញុំនិយាយកុំឲ្យពេកបើសិនជាយើងធ្វើតាមអ្វីដែលយើងអាចធ្វើបានដែលមិនឲ្យយើងហត់មិនឲ្យយើងសម្ពាធបើសិនជាគេឲ្យមកយើងបែបណាវិញក៏យើងវាមិនសូវកាត់ទុកមិនសូវខ្វល់ខ្វាយអញ្ចឹងណាហើយខ្ញុំនិយាយនេះគឺជាបទពិសោធន៍មួយដែលខ្ញុំឆ្លងកាត់នៅក្នុងជីវិតពេលដែលខ្ញុំចាប់ផ្ដើមងាកមកស្រឡាញ់ខ្លួនឯងខ្វាយខ្វល់ពីខ្លួនឯងយកចិត្តទុកដាក់ជាមួយខ្លួនឯងខ្ញុំឃើញថាមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំគាត់ក៏ផ្ដល់ក្តីសុខឲ្យខ្ញុំបានច្រើនជាងមុនវាខុសពីខ្ញុំតាមប្រឹងពេកលះបង់ពេកវាទៅជាអត់មានក្តីសុខវិញអញ្ចឹងណាមិនថាប្តីមិនថាកូនមិនថាមិត្តភ័ក្តិនៅតែមានក្តីសុខមួយគ្នាហើយក៏ខ្ញុំមិនហត់នឿយហើយខ្ញុំក៏ស្រឡាញ់ខ្លួនឯងខ្ញុំខ្វល់ពីខ្លួនឯងទៅក៏មើលទៅដូចជាប្តីអីក៏គាត់យកចិត្តយើងជាងមុនកូនអីក៏គាត់ធ្វើអីគាត់ក្រែងចិត្តយើងជាងមុនដោយសារតែយើងមិនញ៉ាំញាក់ញ៉ាំញ៉ាវពេកអញ្ចឹងណាអញ្ចឹងខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើអីក៏ដោយកុំរំពឹងកុំដាក់ក្តីសង្ឃឹមអីពេកទៅលើមនុស្សដែលមិនមែនជាខ្លួនយើងត្រូវចាំថាអ្វីក៏ដោយដែលនៅក្រៅខ្លួនយើងគឺមិនមែនជាយើងទេអញ្ចឹងវាមិនអាចធ្វើអ្វីតាមតែចិត្តយើងចង់ឬមិនអាចធ្វើអ្វីតាមដូចចិត្តយើងទេត្រូវតែទទួលស្គាល់រឿងទាំងអស់ហ្នឹងអញ្ចឹងក៏សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ចំណុចទាំងអស់ហ្នឹងថាមិនថាកូនមិនថាប្តីក៏ដោយយើងអាចទៅដាក់ក្តីសង្ឃឹមឬក៏រំពឹង
ពឹងថាគេធ្វើអ្វីតាមដោយចិត្តយើងទេមនុស្សគេមានខួរក្បាលរបស់គេមានចិត្តរបស់គេដែរអាណាគេមកធ្វើអីតាមតែចិត្តយើងត្រូវទទួលស្គាល់ត្រូវយល់ចំណុចទាំងអស់ហ្នឹងទោះយើងគេមកបង្ខំយើងឲ្យធ្វើតាមគេយើងឯណាទៅធ្វើតាមគេបានយើងត្រូវវិភាគរឿងទាំងអស់ហ្នឹងយកចិត្តគេដាក់ខ្លួនឯងយកចិត្តខ្លួនឯងដាក់ចិត្តគេទៅអញ្ចឹងអ្វីដែលសំខាន់យល់ពីចិត្តខ្លួនឯងទៅយល់ពីចិត្តខ្លួនឯងឲ្យច្បាស់យើងនឹងមិនវង្វេងទៅបដៅណាណាទៅចង់ឲ្យណាណាមកដូចចិត្តយើងអញ្ចឹងណាហើយថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងឯងក៏សង្ឃឹមថាអ្នកទាំងអស់គ្នាព្យាយាមយល់ពីខ្លួនឯងស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងបានល្អ